សាធុថ្ងៃនេះទៅជាថ្ងៃបំពេញនៅរំកិលសពនៅប្រពោសតគំទីសៀងគំសៀងគឺថាអុកថ្មអុកថ្ងៃនេះត្រូវជាថ្ងៃរំកិលនៅសពរបស់លោកគ្រូដើម្បីមកដំកល់នៅក្នុងមេននៅក្នុងរាត្រីនេះគឺបាននិមន្តព្រះសង្ឃចម្រើននៅប្រព្រឹត្តហើយធម្មទេសនាហើយអស់ដើម្បីហៅថាបំពេញនៅបូជាភ្លើងដល់ព្រះពុទ្ធសោតហើយហេតុនេះជាពុទ្ធបរិស័ទយើងខ្ញុំទាំងអស់គ្នានិងព្រមទាំងព្រះសង្ឃវត្តនានាទាំងអស់ជាង100អង្គបានដង្ហែសពនេះទៅកាន់អារាមដ្ឋាននៅក្នុងទីជាបណដ្ឋានរបស់ព្រះអង្គដើម្បីបូជាសពតម្កល់នៅក្នុងទីនេះគឺវេលាយប់បាននិមន្តព្រះសង្ឃដើម្បីចម្រើននៅប្រព្រឹត្តហើយព្រមទាំងពុទ្ធបរិស័ទទាំងអស់ក៏បានអញ្ជើញមកដើម្បីបំពេញនៅពុញ្ញកិច្ចនេះដើម្បីយកផល្លាអានិសង្ឃពីព្រះអង្គអនិច្ចធម្មនៅក្នុងថ្ងៃអាទិត្យនៅថ្ងៃអាទិត្យគឺត្រូវថ្ងៃ9កើតខែបោះពីព្រះអង្គបានមានហៅថាជំងឺរោគាមកបៀតបៀនដល់រូបរាងកាយលោកហើយសូមព្រះអង្គនឹងត្រេកអរអនុមោទនាបន់ហើយពេលរាត្រីពេលព្រឹកនេះនៅក្នុងរាត្រីនេះគឺបាននិមន្តប្រសង់សម្ដែងនៅទេសនាដើម្បីបំពេញនៅពុញ្ញកិច្ចរបស់សពព្រះអង្គនេះហើយសូមបួងសួងដល់បង្គគុណបររតនត្រ័យព្រមទាំងទេវតាឆ្នាំថ្មីរុក្ខទេវតាក្តីភូមិទេវតាក្តីទេវតានៅក្នុងអារាមដ្ឋានវត្តកំពង់នេះក្រោតកំពង់ជ្រៃនេះក្តីសូមលោកអញ្ជើញចុះមកដើម្បីបូជាភ្លើងដល់ព្រះអង្គសពព្រះអង្គគឺព្រះពហុសោតគឺហៅថាថិចសៀងគឹមសៀងគឺហៅថាអុកបានមរណភាពនៅក្នុងពេលថ្ងៃអាទិត្យហើយថ្ងៃនេះបាននិមន្តព្រះសង្ឃមកដើម្បីបង្សកលជូនទៅដល់សាកសពនេះគឺសូមយាយតាមានបងប្អូនពុទ្ធបរិស័ទទាំងអស់ដើម្បីហៅថាអញ្ជើញចូលមកដើម្បីឈរទៅជាលបងកិត្តិយសដើម្បីកិត្តិយសដើម្បីដង្ហែសពព្រះអង្គទៅកាន់មានទៅកាន់ជាបណដ្ឋានគឺហៅថាព្រះរូមានព្រះរូមានប្រាប់ទីបច្ឆាដើម្បីហៅថាតម្កល់សពរបស់ព្រះអង្គទុកក្នុងពេលនោះហើយនៅក្នុងរាត្រីនេះទៀតគឺបានបំពេញនៅពុញ្ញកិច្ចគឺធ្វើកិច្ចនមស្ការផងសមាទានសិលផងរតនាប្រសង់ចំទេសនាផងហើយហេតុនេះដើម្បីចាប់កម្មវិធីនោះហើយយើងខ្ញុំទាំងអស់គ្នាតាលោកគ្រូព្រះយោគីដើម្បីហៅថាបូជាភ្លើងហើយហេតុនេះសូមយាយតាឃោសនានៅយាយតាទាំងអស់នៅទីឆ្ងាយអញ្ជើញមកដើម្បីអាស្រ័យនៅក្នុងកម្មវិធីបាននេះឲ្យបានទឹកអធំពីព្រោះថ្ងៃនឹងរវាងម៉ោង3មកប្រសពរបស់ព្រះអង្គរំកិលដង្ហែទៅកាន់ជាបណដ្ឋានហើយហេតុនេះលោកយាយលោកតាមានពុទ្ធបរិស័ទនៅទីចិត្តទីឆ្ងាយអញ្ជើញមកនឹងដើម្បីហៅថាជួយអប់រំជួយបន្តជាកុសលសូមឲ្យបានផលកុសលផលបានគ្រប់ចន្ទគ្រប់ជាតិបានសុខសុស្ដីទានសិលភាវនាចប់ជានិស័យឆ្លងបតុភ័យសមតុក្ខាអាយុវណ្ណៈសុខៈពលៈជាទីបំផុតមានសម្បត្តិទាំង3សម្បត្តិលោកីសម្បត្តិសួគ៌សម្បត្តិព្រះនិព្វានសូមអនុមោទនាសូមអនុមោទនាសូមអនុមោទនា